Đầm lái miết tu lang yang cầm hốc nó không bật nỉ. Ron số đấy cái đôi chỉ chấm điệp số đâu bục mai bằng pôn ở khía. Thằng ngày đi đá cho một video đâm bay thua cả update nơi đầm lái miết cái đôi chỉ đầm lái pra nơi bật thằng ngày ti mà phải pram khai usapia cho năm pipom mà phải bổ mùi. Chẳng té bà sân cho bằng pôn cho chặt video bẹp ní cái đôi chỉ trong tam đan nơi đầm lái miết cái đôi chỉ đầm lái pra chỉ riêng rồi thằng ngày. Xong bằng pôn chui subscribe YouTube channel rồi bọc nhúng.ពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទសម្រាប់ថ្ងៃនេះផងដែរតម្លៃមាសបានធ្វើការហក់ឡើងយ៉ាងគំហុកហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺមាសស្ថិតនៅក្នុងតម្លៃ$4,566ក្នុង1អោនឬបើសិនជាគិតជាតម្លឹងនេះគឺស្មើនឹង$5,501ក្នុង1តម្លឹងឬស្មើនឹង$550ក្នុង1ជីផងដែរបាទចំណែកឯប្រាក់វិញប្រាក់ក៏បានធ្វើការហក់ឡើងយ៉ាងគំហុកផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$77ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$92ក្នុង1តម្លឹងឬស្មើនឹង$9.2ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមនេះគឺស្មើនឹង$2,474ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅតែអាចធ្វើការហក់ឡើងបន្តទៀតដែរឬទេឬក៏មានការធ្លាក់ចុះមកវិញហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយបងប្អូនចូលចិត្តវីដេអូបែបនេះសូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតក៏បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលាបាទ